សំណង់ផ្ទះហ្វូជីយានធូឡូគឺជាសំណង់លំនៅឋានបុរាណនៅក្នុងប្រទេសចិនដែលមានលក្ខណៈខុសប្លែកពីផ្ទះផ្សេងៗនៅក្នុងពិភពលោកហើយក៏ជាផ្ទះដែលមិនទាន់មានសាងសង់នៅតំបន់ផ្សេងទៀតនៅក្នុងពិភពលោកនៅឡើយដែរសំណង់ផ្ទះហ្វូជីយានធូឡូគឺជាសំណង់ផ្ទះបុរាណដ៏ល្បីល្បាញរបស់ជនជាតិហានចំនួនដើមឬជនជាតិភាគតិចខឿចាដែលត្រូវបានគេស្គាល់ថាជាសម្បត្តិប្រពៃណីបុរាណរបស់ជនជាតិមួយនេះទម្រង់រចនាបថបែបនេះត្រូវបានរំលេចនូវទិដ្ឋភាពដ៏អស្ចារ្យនិងបង្ហាញអំពីការតាំងទីលំនៅដ៏គួរឲ្យចាប់អារម្មណ៍ព្រមទាំងជាទីធ្លាមួយដែលមានប្រព័ន្ធការពារដ៏រឹងមាំនិងបំពាក់ដោយបច្ចេកទេសសាងសង់ដ៏ល្អដោយបង្កប់នូវវប្បធម៌ដ៏សម្បូរបែបផងដែរសំណង់ផ្ទះ Fujian Tulo គឺជាសំណង់ដែលបានសាងសង់ឡើងដោយប្រើដីឥដ្ឋបាយអព្រមទាំងឫស្សីនិងកំណាត់ឈើសំណង់ផ្ទះនេះមានរូបរាងជារង្វង់ឬមានរាងដូចជាកីឡាដ្ឋានទំនើបសម័យបច្ចុប្បន្នឬមានទម្រង់ដូចជាផ្សិតដុះចេញពីដីឬអាចនិយាយបានថាផ្ទះនេះមានរូបរាងដូចជាថាសហោះ UFO ក៏បានដែរតាមរយៈរូបភាពនៅក្នុងផ្កាយរណបអាមេរិកធ្លាប់មានការយល់ច្រឡំថាចិនបានលាក់ទុក UFO មួយនៅទីនេះប៉ុន្តែបន្ទាប់ពីមានការបកស្រាយនិងមានការចោះត្រួតពិនិត្យរួចមកការចោទប្រកាន់នេះក៏ត្រូវបានបើកបង្ហាញនេះក៏ព្រោះតែរូបរាងនៃសំណង់បុរាណមួយនេះផងដែរដើមហេតុនៃការសាងសង់លំនៅឋាន Fujian Tulo គឺដោយសារតែសម័យរាជវង្សជីងសម័យនគរទាំង16សម័យរាជវង្សស៊ុយរហូតដល់សម័យរាជវង្សថាងនៅភាគខាងជើងប្រទេសចិនមានសង្គ្រាមកើតឡើងជាញឹកញាប់ជាហេតុបណ្ដាលឲ្យប្រជាជនធ្វើចំណាកស្រុកចុះមករស់នៅភាគខាងត្បូងយ៉ាងច្រើនបង្កើតបានជាភូមិឋានរស់នៅប្រមូលផ្ដុំជុំគ្នាព្រឹត្តិការណ៍ដ៏សំខាន់មួយនេះហើយដែលធ្វើឲ្យមានការកកើតឡើងនៅភូមិឋានប្រជាជននៅភាគខាងត្បូងកាន់តែច្រើនឡើងជាពិសេសគឺនៅក្នុងខេត្ត Fujian ខេត្តជាងស៊ីនិងខេត្តខ្វាងតុងពួកគេមិនត្រឹមតែរកកន្លែងរស់នៅប៉ុណ្ណោះទេពួកគេក៏បានសិក្សាពីទីតាំងដែលអាចការពារខ្លួនពីសត្វព្រៃកាចសាហាវពីចោរប្លន់ផងដែរជនជាតិខឿចាត្រូវបានរកកន្លែងរួមរស់នៅជាមួយគ្នានៅក្នុងកន្លែងមួយដែលមានលក្ខណៈខ្ពស់ហើយក៏ចំណាយប្រាក់តិចបំផុតនៅក្នុងការសាងសង់ផងដែរដូច្នេះហើយទើបពួកគេសាងសង់បន្ទាយដីដែលមានកំពែងព័ទ្ធជុំវិញលំនៅឋានរបស់ពួកគេបានយកដីសើមនិងឈើធ្វើជាវត្ថុធាតុដើមលាយចូលគ្នាហើយប្រើប្រាស់ថ្មតាមកម្រិតខុសៗគ្នាក្នុងការសាងសង់លំនៅឋានរបស់ពួកគេផងដែរនៅក្នុងចំណោមសំណង់ផ្ទះ Fujian Tulo សំណង់នៅក្នុងខេត្ត Fujian មានទំហំធំជាងគេហើយក៏មានចំនួនច្រើនជាងគេផងដែរនៅទីនេះផ្ទះនីមួយៗត្រូវបានថែរក្សាយ៉ាងល្អបំផុតក្នុងនោះមានសំណង់ប្រមាណជា 3000 ខ្នងដែលភាគច្រើនស្ថិតនៅក្នុងស្រុកយ៉ុងទីងស្រុកណាន់ជីងនិងស្រុកហឺអាននៃខេត្ត Fujianបច្ចុប្បន្នសំណង់ផ្ទះ Fujian Tulo គឺជាសំណង់ដែលមានប្រជាប្រិយភាពនិងពេញនិយមបំផុតនៅក្នុងការប្រារព្ធពិធីអាពាហ៍ពិពាហ៍ធ្វើពិធីបុណ្យសពធ្វើពិធីអបអរសាទរផ្សេងៗនិងជាអគារមួយដែលមានអណ្ដូងទឹកបន្ទប់ទឹករោងម៉ាស៊ីនកិនស្រូវនិងកន្លែងផ្សេងៗដែលជាការពេញនិយមបំផុតនៅក្នុងការថតនៅខ្សែភាពយន្តបុរាណរបស់ចិនផងដែរBecause the Earth building is not only unique and varied in appearance, but also quite complete in function. It is based on the soil as the main raw material, with bamboo or wood as the wall bone, and then use brown sugar, glutinous rice, egg white as the adhesive. After the completion of the fire is not afraid of flooding is not afraid of. And even in the earthquake will automatically heal after the cracks. It can be said that in times of war